បាទសួស្តីអ្នកទាំងអស់គ្នានេះគឺជារបៀប download game AK Full ជាមួយនឹងការដំឡើង free ដែលយើងអាចលេងបាន 100% ដោយសារតែមានបងប្អូនយើងគាត់ចូល comment នៅក្នុង TikTok របស់ខ្ញុំឲ្យធ្វើរបៀប download game ហ្នឹងហើយអ្នកខ្លះគាត់ឆាតមកសុំជា file អញ្ចឹងឥឡូវខ្ញុំធ្វើជា video ទៅដើម្បីយើងបាន download លេងទាំងអស់គ្នាដំបូងយើងបង្កើត file មួយមកយើងបង្កើត folder មួយច្រឡំ file អញ្ចឹងយើងបង្កើត folder មួយសម្រាប់ផ្ទុក file ដែលយើងត្រូវ download ហ្នឹងហើយបន្ទាប់មកយើងចូលទៅ browser Chrome មកយើងចូលទៅ website របស់ AK ហ្នឹងយើងវាយពាក្យsabai.com.khតមកកន្លែងនេះយើងយកខាងក្រោមទី3មកកន្លែង download attack online AK មកដល់កន្លែងនេះកន្លែងដែលយើងត្រូវ download អញ្ចឹងទីតាំងដែលខ្ញុំ select នេះគឺកន្លែងដែលគេ recommend ទេអញ្ចឹងទីតាំងដែលយើងទៅ download នៅខាងក្រោមដែលមាន file តែ3 file ទេ file ដែលខ្ញុំ select ហ្នឹងជួយធ្វើការ download មកក្នុងកន្លែងនេះយើង download បានមួយហើយប៉ុន្តែដោយសារតែខ្ញុំ download ច្រើនពេកអញ្ចឹងខ្ញុំលុបចោលកុំឲ្យពិបាកមើលអញ្ចឹងយើង down 2 ទៀតមកដល់មួយទៀតមកទាំងអស់3ចឹង file 3ហ្នឹងមានតែ file 2ទេធំវាស៊ីដល់ 5G 2 file ហ្នឹងវា 10G ចឹងកន្លែងនេះយើងចាំយូរដែរចូលចិត្ត1 ម៉ោងឥឡូវយើងដោតបាន2ហើយនឹងស1ចាឥឡូវយើង down ពេញហើយយើងខ្វាយចោលបានហើយកន្លែងនេះកន្លែងនេះកន្លែងដែលយើងចូលទៅរក file របស់យើងដែលយើង download យើងចូលកន្លែង download ហ្នឹងទៅហើយតោះមកយើងចង់ copy របស់យើងកាត់បានអានេះខ្ញុំកាត់វាអញ្ចឹងវាយូរកន្លែងនេះយើង copy បានដែរយើងបាច់កាត់ទេ copy លឿនជាងយើងដាក់វានៅក្នុង folder ដែលយើងបង្កើតទៅវាអត់ពិបាករក Now I need recommend I restart computer មួយទៅ
នេះសារខ្ញុំ restart ហើយចឹងយើងចូលទៅដល់ file AK យើងមកវិញមកហើយយើងធ្វើការដំឡើងវាថ្ងៃនេះយើងបោក click ក៏បានយើង run យើងមក click មកស្ដាំ run administrator ក៏បានដែរថ្ងៃនេះយើងចុច next មកទៅមុខទៀតហើយកន្លែងនេះយើងជ្រើសរើស file ទីតាំងដែលយើងត្រូវដាក់យើងចង់ដាក់នៅ try C ឬក៏ try D អញ្ចឹងសាច់លើយើងទេតែយើងអានមើលពីបន្ទាត់ខាងក្រោមនោះកន្លែងគេកន្លែងគេ require អញ្ចឹងទាំងអស់វាចូល40G ដែរចឹងយើងឆែកមើល device យើងទៅមួយណាដែលយើងអាចដាក់បាន try C ក៏បាន try D ក៏បាន ដល់កន្លែងនេះយើងទៅចាំវាពេញសិនកន្លែងនេះក៏យូរដែរអានេះខ្ញុំកាត់ទេមកដល់កន្លែងនេះយើងចុច finish មកចឹងពេលដែលយើង finish ហើយវាចាប់ផ្ដើម update auto ហើយចឹងយើងកន្លែងនេះយើងចាំវារៀងយូរចាំវាយូរខ្លាំងអាចចូលខ្ទង់2ម៉ោងទៅ2ម៉ោងជាងទៅតាម Wi-Fi របស់យើងលឿនដែរទេកន្លែងនេះគឺខ្ញុំកាត់ដែរអស់ហើយដូចមានតែប៉ុណ្្នឹងទេដល់ពេលវាពេញវា load កន្លែង start game នឹងឲ្យយើងអាចចុចបានដែរចឹងឥឡូវយើង start បានហើយយើងចុច start បានចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេតើតើមួយចម្ងល់អីបើសិនណាមានយើង comment នៅខាងក្រោមទៅចាំខ្ញុំប្រាប់